តើការហូបបួសសំខាន់ឬទេគឺសំខាន់ខ្លាំងណាស់បើយើងហូបបួសបានយើងនឹងកាត់បន្ថយកម្មពៀជាមួយសត្វលោកបើយើងហូបបួសបានយើងនឹងមិនជំពាក់សាច់ឈាមជាមួយសត្វលោកបើយើងហូបបួសបានយើងនឹងមានសុខភាពល្អបើយើងហូបបួសបានយើងនឹងមានចិត្តមេត្តាករុណាជាមួយសត្វលោកហេតុនោះហើយយើងទាំងអស់គ្នាត្រូវតែខំប្រឹងរៀនហូបបួសហូបបានកាន់តែច្រើនគឺកាន់តែល្អបើយើងមិនប្រឹងហូបបួសយើងនៅខំប្រឹងតែហូបសាច់ទេក្នុងអនាគតជាតិក្រោយយើងនឹងបានកើតទីទៅជាសត្វហើយព្រោះអីយើងហូបសាច់សត្វអីច្រើនយើងនឹងមានឱកាសកើតទៅសត្វនោះហើយដល់ពេលពពួកសត្វវាអស់កម្មពៀវាបានឡើងមកជាមនុស្សវិញវានឹងហូបយើងវិញហើយហូបទៅហូបមកមិនចេះចប់ទេតាំងពីរាប់លានរាប់កោដជាតិមកហើយនោះយើងនឹងពពួកសត្វទាំងឡាយសត្វតែមានកម្មពៀវរាជាមួយគ្នាគឺហូបទៅហូបមកមិនចេះចប់ចងកម្មចងពៀគ្នាមិនដែលចេះចប់ហេតុនោះហើយมันអាចឆ្លងផុតវដ្តសង្សារក៏ប្រតែរឿងនឹងឯងព្រោះតែរឿងចងកម្មចងពៀជាមួយគ្នាហេតុនោះហើយបើយើងចង់បន្លត់កម្មពៀកុំអោយវាចងគ្នាទៀតគឺយើងត្រូវតែខំហូបបួសឈប់ចងកម្មចងពៀជាមួយសត្វលោកដោយសារតែការហូបឆ្ងាញ់ហេតុនោះហើយយើងត្រូវតែខំប្រឹងហូបបួសបើចង់បានឡើងឋានសួគ៌ទេឬយ៉ាងហោចណាស់ក៏បានកើតមកជាមនុស្សជាក្រោយយើងត្រូវតែខំប្រឹងហូបបួសហើយចេះស្រឡាញ់ពួកសត្វទាំងឡាយកុំធ្វើបាបកុំបៀតបៀនជីវិតសត្វឲ្យសោះពេលនោះហើយយើងនឹងមានឱកាសកើតមកជាមនុស្សវិញឬបានឡើងឋានសួគ៌